ពេលខ្ញុំធ្លាក់ខ្លាំងគឺខ្ញុំទៅរកអ្នកណាក៏គេឲ្យយើងដែរសំបីតែ10000ឬក៏5000គេឲ្យខ្ញុំទេពេលខ្លះគិតក្នុងចិត្តតែខ្លួនឯងសំបីតែកូនទាលុយ1000 2000ហេតុអីក៏អត់មានឲ្យកូនទៅរៀនសោះបាច់ចាំទាលុយទៅអីកូនគាត់ថាម៉ែឲ្យខ្ញុំទៅមើលមាត់គេមិនមែនកូនគេមានអីហូបហើយខ្ញុំអត់មានអីហូបខ្ញុំទៅមើលមាត់គេមិនមែនពេលកូននិយាយចេញមកអញ្ចឹងគឺខ្ញុំអត់ដឹងនិយាយមួយកូនទៀតសូមស្វាគមន៍មកកាន់ Hear Her Story យើងតែងតែបានឃើញភាពរឹងមាំរបស់ស្ត្រីតាមរយៈស្នាមញញឹមប៉ុន្តែក៏មានស្ត្រីជាច្រើនរូបដែលបានលាក់ទុកដំណក់ទឹកភ្នែកនិងបន្ទុកដ៏ធ្ងន់ធ្ងរនៅពីក្រោយស្នាមញញឹមទាំងនោះថ្ងៃនេះយើងនឹងមកបើកទំព័រជីវិតរបស់ស្ត្រីម្នាក់ដែលពាក្យថាក្តីសុខមិនមែនជារឿងងាយស្រួលទេសម្រាប់គាត់ដែលការសម្រេចចិត្តរៀបការទាំងវ័យក្មេងនិងដើម្បីតែដណ្ដើមយកជីវភាពរស់នៅពីមួយថ្ងៃទៅមួយថ្ងៃជីវិតរបស់គាត់ត្រូវឆ្លងកាត់ជាមួយនឹងព្យុះភ្លៀងជាច្រើនទាំងជីវិតនៅក្នុងគ្រួសារនិងការរើសអើងមើលងាយពីសង្គមខាងក្រៅដោយសារតែគាត់ជាកម្មការិនីរោងចក្រសូមអញ្ជើញស្ដាប់នៅរឿងរ៉ាវជីវិតពិតរបស់បងស្រីទូចតើជីវិតអាពាហ៍ពិពាហ៍ទាំងវ័យក្មេងបានបង្រៀនអ្វីខ្លះដល់គាត់ហើយតើគាត់បានជំនះរាល់ការមើលងាយរើសអើងទាំងនោះដោយរបៀបណាជម្រាបសួរបងចាជម្រាបសួរបងអញ្ញាណែនាំខ្លួនទៅកាន់ទស្សនិកជនចាបងខ្ញុំឈ្មោះមុំទៅទូចជាកម្មករកម្មការិនីរោងចក្រខ្ញុំមកពីខេត្តស្វាយរៀងចាបច្ចុប្បន្នបងអាយុប៉ុន្មានហើយខ្ញុំអាយុ33ឆ្នាំ33ឆ្នាំបើតាមដែលបងបានប្រាប់មកគឺបងមានគ្រួសារនិងមានកូន3នាក់នៅក្នុងបន្ទប់មានកូន3នាក់ក្នុងបន្ទប់អាចសួរបានទេថាបងរៀបការតាំងពីអាយុប៉ុន្មានដែរចាខ្ញុំមករៀបការតាំងអាយុ19ឆ្នាំនៅពេលដែលយើងផ្លាស់ប្ដូរពីក្មេងស្រីម្នាក់មកជាប្រពន្ធនិងជាម្ដាយនៅក្នុងវ័យក្មេងអញ្ចឹងតើពីមុនបងធ្លាប់មានពេលណាខ្លះទេដែលធ្លាប់លួចកាត់អង្គុយយំម្នាក់ឯងដោយសារតែគិតថាបន្ទុកមួយនេះវារៀងធ្ងន់ធ្ងរពេកសម្រាប់ក្មេងស្រីម្នាក់ដែលអត់ទាន់បានត្រៀមខ្លួនរួចរាល់មានធ្លាប់លួចកាត់ធ្លាប់អន់ចិត្តនឹងខ្លួនឯងដែរដែលយើងយកគូស្គាល់ទាំងវ័យក្មេងអញ្ចឹងកាលនោះដោយសារតែខ្ញុំវាអត់ទាន់ចេះគិតថាគ្រួសារជាអីអញ្ចឹងទៅបានខ្ញុំសម្រេចចិត្តថារៀបការដល់ពេលយើងរៀបការហើយមិនដឹងថាក្នុងបន្ទុកជាប្តីប្រពន្ធឬគ្រួសារគឺវាពិបាកអត់ដូចយើងខ្លួនមួយម្នាក់ឯងទេក្រៅពីកូនទាំង3នាក់បច្ចុប្បន្នបងក៏នៅត្រូវមើលថែម្ដាយចាស់និងបងស្រីម្នាក់ទៀតនៅក្នុងបន្ទុកបើទោះបីជាស្វាមីរបស់បងគាត់ជាមេគ្រួសារដ៏ល្អដែលបានជួយជ្រោមជ្រែងនិងរកចំណូលជាមួយគ្នាប៉ុន្តែតើធ្លាប់មានពេលណាដែលពួកបងរកាំរកុសគ្នាដោយសារតែបងត្រូវយកលុយដែលយើងរកបានមកមើលថែម្ដាយនិងបងស្រីថែមទៀតតើបងប្រុសក៏ធ្លាប់មាននិយាយអីឬអាក់អន់ចិត្តអីទេមានជាច្រើនពេលខ្លះគាត់ថាគាត់ខំធ្វើការដែរហេតុអីក៏លុយមិនសល់លុយនឹងបាត់តាណាខ្លះតែពេលខ្លះគឺយើងប្រាប់ថាលុយនឹងទៅនេះគាត់ថាហេតុអីបើយើងចេះទុកដាក់ដែលគាត់ខំរកយើងចេះទុកដាក់តែទុកដាក់នោះគឺលុយចំណាយដែលយើងជុំវិញខ្លួនយើងទាំងអស់តែផ្ញើកូនទាំងម្ដាយឈឺខ្លួនឯងកូនឈឺនិងបងស្រីដែលនៅមើលកូនយើងគឺលុយនឹងអត់មានតាណាទេគឺវិលនៅជុំវិញខ្លួនយើងតែពេលខ្លះក៏គាត់ស្ដាប់យើងពេលខ្លះក៏គាត់អត់ស្ដាប់យើងអញ្ចឹងដែរវាមានការកម្មកោសដែរតើការរកាំរកុសដោយសារតែរឿងដែលយើងត្រូវមើលថែគ្រួសារម្ដាយនិងបងស្រីជាមួយនឹងប្តីរបស់បងធ្លាប់ធ្ងន់ធ្ងរខ្លាំងដល់កម្រិតណាដែរធ្លាប់ដល់ថាសុំលែងលះចាឬថាគេថាអស់ជំនឿដែលនៅជាមួយយើងចាគេខំតាំងពីខ្លួនគេអត់មានអីសោះដល់យើងដល់ណាយើងជាពាក់គេអញ្ចឹងណាបងគេពេលខ្លះគេសុំលែងយើងដែរពេលលែងហ្នឹងថាបើលែងយើងគិតដល់កូនពេលខ្លះខ្ញុំក៏តាមលុំគេដែរស្អីគេយើងមានកូនអញ្ចឹងណាបងអញ្ចឹងបច្ចុប្បន្នបងប្រុសគាត់អាចយល់ពីបងច្រើនជាងមុនទេចាគាត់អាចយល់យើងច្រើនជាងមុនស្អីយើងប្រាប់ហេតុផលគាត់ក៏ស្ដាប់យើងដែរអញ្ចឹងចាកាលមុនគាត់អត់ស្ដាប់យើងទេដោយសារអីគេថាយើងដែលគាត់ប្រឹងរលួយហេតុអីយើងចេះទុកដាក់អីអញ្ចឹងណាបងតែលុយដែលយើងបានហ្នឹងគឺយើងគ្រប់គ្រងលើគ្រួសារកូនទេទិញដោះគោឲ្យកូនពេលកូនឈឺយកផ្ញើលុយកូនឲ្យដើម្បីម្ដាយហ្នឹងក៏ចាស់ដែរគាត់មួយថ្ងៃកាត់មួយថ្ងៃកោដែរអញ្ចឹងណាបង
ចុះអាចសួរបានទេថាលោកពុករបស់បងគាត់ទៅណាដែរបានបងត្រូវមើលថែបងស្រីនិងម្ដាយដោយខ្លួនឯង ពុករបស់ខ្ញុំស្លាប់តាំងពីអាយុខ្ញុំ12ឆ្នាំតាំងខ្ញុំនៅតូចចា ចា ហើយមានតម្ដាយមួយទេដែលគាត់នៅម្នាក់ឯងគាត់ខំរកលុយឲ្យកូនរៀនហើយកូនតែដល់ពេលទៅខ្ញុំរៀនត្រឹមដល់ថ្នាក់ទី6ទេដោយសារអីគ្រូសាស្ត្រខ្ញុំខ្វះខាតខ្លាំងក៏ខ្ញុំសម្រេចចិត្តឡើងមកពេញដើម្បីរកលុយគាត់កូនគ្រួសារ តើបងមកពីខេត្តមកធ្វើការនៅភ្នំពេញនេះសរុបមកប្រហែលឆ្នាំហើយបងដែលបងធ្វើជាកម្មការិនី ខ្ញុំធ្វើតាំងពី2009 2010 ពេលនោះបងអាយុប៉ុន្មានដែរ កាលនោះខ្ញុំអាយុ17 18ឆ្នាំចាអត់ទាន់ក្រោយយុទេតែខ្ញុំសុំកាលនោះនៅរោងចក្រយើងអាចថាបន្លំឯកសារគេបានអញ្ចឹងខ្ចីមិត្តភ័ក្តិដែលអាយុដែលបងយើងសុំគេយកមកបន្លងអាយុដើម្បីធ្វើការបានធ្វើការ បងបានប្រាប់ថានៅពេលដែលបងមកធ្វើការផ្នែករោងចក្រនេះក៏ត្រូវបានគេមើលងាយនិងរើសអើងដោយសារតែការងាររបស់យើងតើការមើលងាយបែបណាខ្លះដែលបងធ្លាប់បានជួប មានច្រើនករណីពេលខ្លះចាស់នៅតាមស្រុកថាយើងមិនមកធ្វើការរោងចក្រទេយើងធ្វើការអីផ្សេង អីផ្សេងហ្នឹងគាត់ចង់សំដៅពីអីដែរ ថាធ្វើការដូចថាការ៉ាអូខេអីចឹងណាថាគេពេលយើងប្រាប់គាត់ក៏អត់ជឿយើងទេកាលនោះវាអត់ទាន់មានទូរស័ព្ទអីទំនើបដូចឥឡូវដែលបង្ហាញគាត់ពីកន្លែងធ្វើការយើងអត់ទេតើយើងប្រាប់ថាអត់ទេខ្ញុំធ្វើការរោងចក្រខ្ញុំនៅទីនេះអញ្ចឹងខ្ញុំនៅជាមួយបងប្អូនទេខ្ញុំអត់បានទៅនៅមួយណាណាទេ ពេលហ្នឹងយើងក៏ជាក្មេងស្រីម្នាក់ហើយនៅពេលដែលយើងទទួលរងការមើលងាយរើសអើងពីអ្នកដទៃចឹងតើធ្វើឲ្យបងបាក់ទឹកចិត្តឬអស់កម្លាំងចិត្តអីដែរទេ ធ្លាប់បាក់ចិត្តចង់រត់ទៅផ្ទះវិញម្ដងដែរអត់ចង់នៅដោយសារអីគេណាមួយគេមើលងាយយើងហើយណាមួយទៀតគាត់ថាបើខ្ញុំទៅម៉ែខ្ញុំហើយនឹងបងខ្ញុំគាត់នឹងពឹងអ្នកណាទេអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាទោះយ៉ាងណាក៏ខ្ញុំធ្វើឲ្យបានដែរទោះគេមើលងាយយើងឥឡូវតិចទៀតខ្ញុំនឹងថាគេមើលងាយយើងថាយើងអត់ថាយើងអីអញ្ចឹងទៅការរោងចក្រអញ្ចឹងណាតែខ្ញុំខំជីដើម្បីឲ្យគេមើលថាកម្មកររោងចក្រមិនមែនអាក្រក់ទាំងអស់ទេ ដល់ផ្អែកទៅលើកត្តាជីវភាពប្រចាំថ្ងៃក៏ឃើញថាបងអត់ទាន់មានការប្រសើរឡើងដែរប៉ុន្តែតើបងអាចជម្រាបបានទេថាតើពេលណាដែលជាពេលដែលលំបាកខ្លាំងបំផុតសម្រាប់បងតើពេលនោះមានរឿងអីកើតឡើងខ្លះ ពេលដែលពិបាកខ្លាំងបំផុតសម្រាប់ខ្ញុំពេលដែលកូនឈឺខ្ញុំអត់លុយហើយខ្ញុំរកគេអត់បានចាពេលហ្នឹងគឺខ្ញុំមានរបស់អីគឺខ្ញុំត្រូវតែលក់និងត្រូវប្រចាំទាំងអស់ដើម្បីរកលុយហ្នឹងឲ្យផ្ញើទៅឲ្យម្ដាយខ្ញុំមើលកូនខ្ញុំមានពេលមួយពេលអត់ខ្លាំងមែនតែនម៉ែតែមកថាកូនឈឺម៉ែគ្មានលុយទេកូនអើយអញ្ចឹងកាលនោះខ្ញុំមានម៉ូតូមួយដែរតែវាអត់លុយអីទេតែម៉ូតូស្កូពីធម្មតាទេខ្ញុំកាលនោះខ្ញុំយកទៅប្រចាំគេ300ដល់ពេលប្រចាំគេ300ទៅខ្ញុំអាលុយហ្នឹងទៅវិលការដល់ខែសងគេវិញដល់ពេលខ្ញុំរត់រួចក៏ខ្ញុំយកម៉ូតូទៅលក់ផ្ដាច់បាន500ទៀតដើម្បីយកផ្ញើទៅឲ្យម៉ែនិងបងធនាគារដែរខ្ញុំនៅជាពាក់ធនាគារទៀតដែលខ្ញុំតល់បំផុតគឺពេលកូនឈឺហើយដល់ថ្ងៃបងធនាគារអត់មានលុយគឺខ្ញុំពិបាកខ្លាំងរកបងប្អូនណាក៏អត់បានដែររកបងប្អូនណាក៏គេអត់ចង់មើលមុខយើងដែរដោយសារអីគេថារកពីអ្នកប្តីប្រពន្ធហេតុអីក៏កូនឈឺអត់មានលុយមើលកូនពេលហ្នឹងគឺពេលខ្ញុំធ្លាក់ខ្លាំងគឺខ្ញុំទៅរកអ្នកណាក៏គេឲ្យយើងដែរសំបីតែ10000ឬក៏5000គេអត់ឲ្យខ្ញុំទេ ពេលលើសំដីហ្នឹងពីបងប្អូនយើងមានអារម្មណ៍មិនដែរបង មានអារម្មណ៍ថាអន់ចិត្តខ្លាំងដែលយើងធ្លាក់ដល់ចំណុច0ហើយអត់មានបងប្អូនណាជួយយើងតែខ្ញុំខំរើបណាស់អ្នកដោយប្រពន្ធខ្ញុំមានអីគឺខ្ញុំលក់នឹងខ្ញុំអត់ខ្វល់ទេពេលហ្នឹងខ្ញុំអត់ខ្វល់ទេទោះលក់អីអស់ក៏ខ្ញុំលក់ដែរខ្ញុំលក់ម៉ូតូហើយខ្ញុំដើរអ្នកដោយប្រពន្ធរយៈពេល2ឆ្នាំបានខ្ញុំមានរបស់ជិះវិញ មិនបងប្រាប់ថាពេលលក់ម៉ូតូអស់ដើរ2ឆ្នាំ ចាខ្ញុំដើរ2ឆ្នាំ ទៅធ្វើការ ដើរធ្វើការហើយពេលខ្ញុំទៅស្រុកខ្ញុំត្រូវការចាំឡើងឈ្នួលគាត់មកយកយើងបានទៅផ្ទះតែសម្រាប់គេមានរបស់ជិះគេទៅរយតែសម្រាប់ខ្ញុំនិងគ្រួសារត្រូវចាំឡាន ពិបាកខ្លាំងអត់បងពេលយើងត្រូវដើរទៅធ្វើការដល់ទៅ2ឆ្នាំ ពិបាកតែយើងត្រូវទ្រាំដើម្បីគេដើម្បី
គ្រួសារយើង គ្រប់យ៉ាងគឺដើម្បីកូន ចាដើម្បីកូនខ្ញុំធ្លាប់លក់របស់2 ដងខ្ញុំទិញបានម្ដងនឹងហើយកូនក្រោយមកមកកូវីដបងខ្ញុំមានផ្ទៃពោះមួយទៀតមានកូនទី2ខ្ញុំពោះធំបាន7 ខែខ្ញុំសម្រាលរហូតតខ្ញុំឆ្លងទន្លេហើយបានចូលធ្វើការវិញទាំងអស់6 ខែដៃខាងរោងចក្រគុតវិយោការសម័យកូវីដអញ្ចឹងកាលហ្នឹងគឺខ្ញុំពិបាកចម្រាញ់ពិបាកម្ដងទៀតហើយខ្ញុំងើបរួយមួយសាខ្ញុំមានរបស់ជិះមួយសាខ្ញុំទៅធ្លាក់ម្ដងទៀតអញ្ចឹងអាម៉ូតូដែលខ្ញុំថាទិញបានលើក្រោយហ្នឹងគឺខ្ញុំលក់ដើម្បីលុយទិញដល់គោកូនទៀតដោយសារហ្នឹងប្តីរកតែឯងខ្ញុំនៅផ្ទះហើយគាត់រកការងារតែធ្វើការទៅរោងចក្រមកតាមចាំប្រាក់ខែទេអញ្ចឹងក៏រត់រួចទេខ្ញុំត្រូវលក់ម៉ូតូនឹងម្ដងទៀតហើយខ្ញុំដើរយូរជាងវគ្គមុនទៀតខ្ញុំដើរឡើង3 ឆ្នាំបាទខ្ញុំមានលទ្ធភាពមានលុយទិញម៉ូតូតិចតួចតែខ្ញុំបងមលុះគេម៉ូតូគឺខ្ញុំបងមលុះគេទេខ្ញុំអត់ទិញលុយដល់ដៃទេ តើជីវរបស់បងរាល់ថ្ងៃនេះអាចផ្គត់ផ្គង់ជីវភាពបងបានប្រហែលជាម៉ានភាគរយដែរបងគិតថាអាចនឹងគ្រប់គ្រាន់ទេរាល់ថ្ងៃបើតាមការចាក់ស្ដែងគឺអត់គ្រប់គ្រាន់ទេបងចាខ្ញុំជពាក់គេផងហើយណាមួយកូនតូចទៀតក្នុងផ្ទះមានម្ដាយចាស់បងស្រីចាស់ហើយកូន2 នាក់កូន3 នាក់ទាំងកូនទី1នៅរៀនកូនទី2ក៏នៅរៀនកូនទី3បើកដោះគោ នៅពេលដែលបងត្រូវមើលថែម្ដាយចាស់និងបងស្រីម្នាក់ទៀតតើបងគិតថានេះវាជាបន្ទុកឬក៏ជាកម្លាំងចិត្តដែលធ្វើឲ្យបងអត់ហ៊ានដួល ជាកម្លាំងចិត្តព្រោះមានគាត់ជាជំហរដ៏រឹងមាំរបស់ខ្ញុំពេលណាខ្ញុំពិបាកខ្លាំងគឺខ្ញុំតែងតែស្រឡឹងទៅមើលពួកគាត់ពេលពួកគាត់បានបដៅយើងថាកូនអើយខំទៅវាមិនដែរមកជីវិតនឹងយើងរលុយសងគេរួចអញ្ចឹងគាត់តែងតែផ្ដល់កម្លាំងចិត្តខ្ញុំរហូត ធ្លាប់មានពេលណាខ្លះទេដែលបងមានទុក្ខលំបាកខ្លាំងតែអត់ដែលហ៊ានឲ្យពួកគាត់ដឹងហើយលួចលាក់យំតែម្នាក់ឯង ធ្លាប់ពេលដែលគាត់ទឹកសួររលុយខ្លាំងគឺក្នុងខ្លួនគឺខ្ញុំអត់មានលុយទេតែខ្ញុំត្រូវតែធ្វើម៉េចបានលុយនឹងយកមកឲ្យគាត់កុំឲ្យគាត់ពិបាកចិត្តទៅចិត្តរែកតែឯងថាដឹងថាអត់មានហើយតែយើងត្រូវទៅរកបានគាត់ទៅរកហ្នឹងគឺខ្ញុំមានតែកិច្ចចៃគេដដែលទីដើម្បីយកលុយឲ្យគាត់អត់ចោលគាត់ពិបាកចិត្តចឹងហើយបានបណ្ដាលឲ្យខ្ញុំជពាក់គេ ក្នុងនាមជាមនុស្សស្រីពេលខ្លះយើងក៏ស្រឡាញ់នៅភាពស្រស់ស្អាតឃើញរបស់ស្អាតអីដែលខ្លួនឯងស្រឡាញ់ប៉ុន្តែធ្លាប់មានពេលណាខ្លះទេដែលបងសុខចិត្តលះបង់ក្តីសុខនឹងការស្រឡាញ់ខ្លួនឯងអត់ហ៊ានទិញរបស់ហ្នឹងឯងដោយសារតែត្រូវទុកលុយមកទិញដល់គោឲ្យកូនធ្លាប់ដែរមានហេតុការណ៍ចឹងអត់ ធ្លាប់ដូចសពថ្ងៃហ្នឹងរងថ្ងៃស្រឡាញ់ឃើញមិត្តភ័ក្តិឬក៏កន្លែងការងារគេមានរបស់ល្អប្រើមានការស្លៀកពាក់ស្អាតក៏ចង់ដែរតែបើសិនតែខ្ញុំទិញរបស់ហ្នឹងគឺខ្ញុំគឺអត់មានលុយផ្ញើឲ្យកូននឹងសម្រាប់គ្រប់គ្រងគ្រួសារទេដល់ពេលអញ្ចឹងមានថាបានត្រឹមតែឡឹងឲ្យលួចមើលតែអត់ហ៊ានទិញ ពេលហ្នឹងអារម្មណ៍មិនដែរបង គឺអារម្មណ៍ក្នុងចិត្តគឺពិបាកចង់តែអង្គុយយំថាហេតុអីយើងធ្វើការត្រុករាល់ថ្ងៃដែរសូម្បីតែរបស់ដែលយើងស្រឡាញ់មួយសោះហេតុអីក៏យើងអត់ហ៊ានចំណាយទិញលើរបស់ហ្នឹងអញ្ចឹងណាបង សម្រាប់កូនទាំង3នាក់របស់បងគឺជាកម្លាំងចិត្តដ៏ធំសម្រាប់បងប៉ុន្តែបងធ្លាប់ដែរមានអារម្មណ៍ថាមានកំហុសទេនៅពេលដែលយើងមិនអាចផ្ដល់ជីវិតមួយដែលប្រសើរដល់ពួកគាត់បាន ធ្លាប់គាត់ថាហេតុអីធ្វើជាម្ដាយគេមានលទ្ធភាពបង្កើតពួកគាត់ហើយហេតុអីក៏រកតែសោកគាត់អត់មានពេលខ្លះកូនគាត់ក៏ទារលុយទៅរៀនដូចសពថ្ងៃអញ្ចឹងពេលខ្លះគាត់តែមកម៉ែអើយសុំលុយទៅរៀនពេលខ្លះគិតក្នុងចិត្តតែខ្លួនឯងសំបីតាកូនទាលុយ 1000 2000 ហេតុអីក៏អត់មានឲ្យកូនគាត់ថាខ្លួនឯងអីក៏អត់ម្លេះមានលទ្ធភាពបង្កើតពួកគាត់មកហេតុអីក៏រលុយឲ្យគាត់សំបីតាការរៀនក៏អត់បានអីចឹងហ៎បងពេលខ្លះលួចអន់ចិត្តនឹងខ្លួនឯងដែរដូចសពថ្ងៃអញ្ចឹងកូនទី1គាត់តែមកម៉ែអើយខ្ញុំអត់មានលុយទៅរៀនទេខ្ញុំពេលខ្លះតាកូនឯងទៅរៀនទៅរៀនសោះបាច់ចាំទាលុយទៅអីកូនគាត់ថាម៉ែឲ្យខ្ញុំទៅមើលមាត់គេមិនមែនកូនគេមានអីហូប
ហើយខ្ញុំអត់មានអីហូបខ្ញុំទៅមើលមាត់គេមែនពេលកូននិយាយចេញមកចឹងគឺខ្ញុំអត់ដឹងនិយាយមិនកូនទៀតដោយសារគាត់មកយើងមកធ្វើការដើម្បីរកលុយឲ្យគាត់ហើយសំបីតែលុយបន្តិចតួចដើម្បីគាត់រកយើងអត់មានអីគាត់ហ្នឹងគឺខ្ញុំរកអន់ចិត្តនឹងខ្លួនឯងខ្លាំងតែខ្ញុំអត់ដឹងទៅធ្វើម៉េចចឹងមានតែលូមកូនទៅកូនទៅរៀនទៅចាំមើលម៉ែល្ងាចអីចាំម៉ែទៅលាក់លុយឲ្យចុះពីអញ្ចឹងណាបងនឹងជាពាក្យដែលបងលួងកូនចុះពាក្យអីដែលបងយកលួងខ្លួនឯងប្រឹងដើម្បីកូនតស៊ូដើម្បីកូនទៅមុខទៀតគ្រូពេទ្យបងធ្លាប់និយាយថាពេលខ្លះក៏មានបកែកគ្នាមកទូចមកធំជាមួយនឹងគ្រួសារដោយសារតែបញ្ហាមួយចំនួនបន្ទាប់ពីឆ្លោះគ្នាហើយធ្វើម៉េចដែរបងទាំងពីរអាចសម្រួលគ្នាឲ្យមកយល់ចិត្តគ្នាវិញបានសម្រួលមានថាឥឡូវបើយើងចង់ពេលខ្លះឆ្លោះនេះខ្លាំងដល់ថ្នាក់លែងលះថាបើសិនយើងលែងតើកូនយើងណាគេមើលចាឲ្យយើងនៅជាពាក់គេទៀតអញ្ចឹងឲ្យខ្ញុំរត់មិនរួចខ្ញុំរែករួចទេអញ្ចឹងយើងត្រូវតែរឿងអីដែលយើងអត់អន់បានយើងអត់អន់ឲ្យគ្នាទៅរឿងអីដែលយើងលើកលែងគ្នាបានយើងក៏លើកលែងគ្នាទៅដើម្បីអនាគតកូនយើងទៅមុខទៀតខ្ញុំអត់ចង់ឲ្យកូនអត់អញ្ចឹងពាក្យហ្នឹងស្រីភាគច្រើនគឺនិយាយហើយរឿងកុំឲ្យកូនអត់តែដល់ពេលជួបខ្លួនឯងក៏ខ្ញុំគិតអញ្ចឹងដែរពេលខ្លះស្រីមួយចំនួនក៏គិតថាបើយើងរើសមនុស្សប្រុសវាអត់ខ្វះទេតែសម្រាប់ខ្ញុំវាមនុស្សប្រុសខ្វះមែនក៏ប៉ុន្តែបីរមនុស្សខុសក៏កូនយើងពិបាកទៅថ្ងៃក្រោយទៀតដែរចង់ដឹងថាតើនៅក្នុងជីវិតរបស់បងអ្វីទៅដែលជាវិបដិសារីសម្រាប់បងខ្លាំងបំផុតខ្ញុំមានបដិសារីខ្លាំងបំផុតទី1គឺខ្ញុំអត់មានលទ្ធភាពមើលអត់មានឲ្យលុយឲ្យម៉ែចាយគ្រប់គ្រាន់និងកូនចាយគ្រប់គ្រាន់ក្នុងបន្ទប់ទោះសពថ្ងៃនឹងក៏ដោយក៏ខ្ញុំចង់ឲ្យមានមិនមានណាស់ចង់មានមួយល្មមដើម្បីពេលកូនតេមកមានភាពកក់ក្ដៅមួយកូនកុំឲ្យកូនតេមករើងម៉ែខ្ញុំមានលុយចាយទេម៉ែខ្ញុំមានលុយទៅរៀនទេខ្ញុំអត់ចង់លើពាក្យហ្នឹងទេក៏ពេលដែលលើពាក្យហ្នឹងមិនដែរបងក្នុងចិត្តគឺមានអារម្មណ៍ថាខ្លួនឯងអត់ខ្លាំងណាដើម្បីរកលុយឲ្យកូនរៀនអត់បានចូលរឿងអីដែលអាចធ្វើឲ្យបងសប្បាយចិត្តខ្លាំងបំផុតបានពេលសប្បាយចិត្តខ្លាំងបំផុតពេលកូនតេមកស៊ូសុខទុក្ខនឹងគាត់មានលុយចាយគ្រប់គ្រាន់សម្រាប់ខ្ញុំសប្បាយចិត្តខ្លាំងបំផុតឲ្យតែមានលុយគ្រប់គ្រាន់សម្រាប់គ្រួសារខ្ញុំសប្បាយចិត្តប្រសិនបើបងអាចសរសេរពីអនាគតខ្លួនឯងសារឡើងវិញបានតើបងគិតថាជីវិតអាពាហ៍ពិពាហ៍បែបណាដែលបងប្រាថ្នាចង់បានជីវិតអាពាហ៍ពិពាហ៍ដែលខ្ញុំប្រាថ្នាចង់បានអត់មានអីធំដុំទេសូមឲ្យយកចិត្តគ្នាចេះលើកលែងឲ្យគ្នានិងផ្ដល់ក្តីសុខគ្នាទៅវិញទៅមកសម្រាប់ខ្ញុំគ្រប់គ្រាន់ហើយខ្ញុំមិនចង់បានអីលើនឹងទេចុះសម្រាប់កូនទាំង3នាក់វិញបងចង់ឲ្យពួកគាត់ធំឡើងបែបណាដែរបើខ្ញុំចង់ឲ្យកូនខ្ញុំធំឡើងមានអនាគតចង់គាត់រៀនចប់ចង់ឲ្យគាត់រៀនជំនាញអីគឺគាត់ចង់រៀនជំនាញហ្នឹងខ្ញុំចង់ឲ្យគាត់បន្តរៀនជំនាញហ្នឹងឲ្យបានខ្ញុំអត់ចង់ឲ្យល្ងឹតងងដូចខ្ញុំទេការអត់ចេះដឹងគឺពិបាកខ្លាំងណាមិនថានៅកន្លែងការងារគឺនៅណាទេគឺគេមើលងាយយើងសពយ៉ាងគឺខ្ញុំអត់ចង់ឲ្យគាត់អញ្ចឹងអត់ចង់ឲ្យគាត់ល្ងងដូចខ្ញុំទេចង់ឲ្យគាត់ចេះដើម្បីអីកុំឲ្យគេមើលងាយធ្វើការរោងចក្រដែរបើយើងចេះដឹងក៏យើងប្រាក់ខែយើងក៏ល្អជាងធ្វើកម្មករគេដែរចុះបើសិនជាឥឡូវនេះកូនរបស់បងកំពុងតែមើលវីដេអូនេះតើបងមានពាក្យក្នុងចិត្តអ្វីដែលចង់និយាយទៅកាន់ពួកគាត់ខ្ញុំបើសិនជាកូនបានមើលវីដេអូនេះខ្ញុំសូមឲ្យកូនខំរៀនរកអនាគតដែលល្អខ្ញុំមិនចង់ឲ្យកូនមកដើរចង់ធ្វើការរោងចក្រដូចខ្ញុំទេខ្ញុំចង់គាត់ចាប់ជំនាញអីដែលកូនចង់រៀនកូនប្រាប់មកខ្ញុំនឹងផ្ដល់នឹងអ្វីដែលខ្ញុំមានឲ្យកូនទាំងអស់ដើម្បីឲ្យកូនរៀនតើបងគិតថាកត្តាអ្វីដែលធ្វើឲ្យជីវិតរបស់បងជួបនៅភាពលំបាកដូចជារាល់ថ្ងៃនេះទី1ដូចជាងការវ័យក្មេងហើយយើងអត់ទាន់ចេះទុកដាក់លុយកាក់យើងអត់ទាន់ចេះរកលុយទេតែយើងយកគូសាហើយបាច់តែយើងមានកូនពេលហ្នឹងដែលវាពិបាកខ្លាំងបំផុតពេលយើងមានកូនហើយយើងអត់ចេះមើលកូនទៀតហើយយើងមានកូនដល់តែ3នាក់ក្នុងបន្ទប់ចាត
តើបងមានពាក្យពេចន៍អីដើម្បីផ្ដាំផ្ញើទៅដល់យុវវ័យជំនាន់ក្រោយដែលពួកគាត់គិតថាអត់ចង់ហ៊ានសូត្រទេចង់ឆាប់បោះបង់ហើយចេញទៅរកលុយឬក៏សម្រាប់យុវវ័យដែលគាត់គិតគូសកលនៅវ័យក្មេងៗដូចបងពីមុន ខ្ញុំសូមផ្ដាំផ្ញើដល់យុវជនចំនួនក្រោយបើសិនជាអាចទេកុំអាយកគូសកលយើងឲ្យរៀងចាស់ទុំចាស់កំណត់តិចទៅចាំគុំរៀបការដូចខ្ញុំអាយុ19ឆ្នាំសូមឲ្យចាស់កំណត់ថាត្រឹមអាយុ20ជាងក៏20ក្រាស់តិចតួចត្រឹម25យកអានឹងល្អបំផុតសម្រាប់យើងព្រោះយើងមានពេលស្វែងយល់គ្នាច្រើនមានពេលហ្នឹងយើងចេះគិតទៅចាអត់ដូចខ្ញុំយកគ្រួសារតាំងអាយុ19ពេលអញ្ចឹងខ្ញុំអត់ទាន់ចេះគិតអីទេគិតតែរឿងសុបាយភ្លើតភ្លើនអញ្ចឹងខ្ញុំសូមផ្ដាំគុំគាត់យកទូតកលនៅក្មេងខ្ចីពេកចាអរគុណបងអរគុណប្រិយមិត្តដែលបានចំណាយពេលទស្សនាកម្មវិធី Hear Her Story យើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយ